សួស្តីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលភាពបន្តចឹងកុំឲ្យរងចាំពេលយូរតោះមីវាក្តៅណាស់ខ្ញុំចង់ពេញបែបនេះជារៀងរហូតហើយទន់ណាស់តើខ្នើយរបស់ខ្ញុំតែងតែមានក្លិនល្អបែបនេះទេតើនេះជាក្រេនៅមូលដ្ឋានការជួបជុំនៃពុយសាមែនទេខ្ញុំសួស្តីឡៃវាមានគ្រោះថ្នាក់ណាស់ក្នុងការធ្វើចលនាភ្លាមបន្ទាប់ពីភ្ញាក់ពីគេងខ្ញុំចាខ្ញុំជាអ្នកបម្រើរបស់ Master ត្រូវហើយម៉ៃនេះគឺជាទីជ្រៅបំផុតនៃ Abyss សមាជិកម្នាក់នៃក្រុម Gathering of Regis ត្រូវបានបញ្ជូនទៅ Abyss ហើយបន្ទាប់មកខ្ញុំត្រូវបានជួយសង្គ្រោះដោយម៉ៃហើយស្បត់ខាងសងសឹកបន្ទាប់មកដើម្បីបង្កើតព្រះរាជាណាចក្ររបស់ខ្ញុំហើយក៏ងងុយគេងដោយអស់កម្លាំងដោយបានប្រើពាក្យ Ultimate Gacha ខ្ញុំទុកចិត្តពួកគេហើយពួកគេបានបោកប្រាស់ខ្ញុំហើយស្ទើរតែសម្លាប់ខ្ញុំដឹងថាវាពិបាកសម្រាប់អ្នកការត្រូវបានមនុស្សដែលអ្នកទុកចិត្តក្បត់ប៉ុន្តែវាមិនអីទេខ្ញុំនៅទីនេះសម្រាប់អ្នកឡាយទោះបីជាទេពធីតាខ្លាចជាសត្រូវរបស់អ្នកក៏ដោយខ្ញុំនៅតែនៅក្បែរអ្នកជានិច្ចអរគុណម៉ៃខ្ញុំស្ងប់ចិត្តហើយឥឡូវនេះសុំទោសខ្ញុំអាចបង្ហាញអ្នកពីផ្នែកចម្លែករបស់ខ្ញុំវាមិនមានអ្វីចម្លែកទេក្នុងនាមជាអ្នកបម្រើរបស់អ្នកខ្ញុំពិតជារីករាយណាស់តែបានឃើញអ្នកបានបង្ហាញខ្ញុំពីផ្នែកដ៏មានតម្លៃរបស់អ្នកឡាយក្នុងនាមជាអ្នកបម្រើខ្ញុំមានអារម្មណ៍ខ្មាស់អៀនចំពោះខ្លួនឯងប៉ុន្តែឡាយតោះញ៉ាំអាហារមុនតើអាចទទួលបានគ្រឿងផ្សំនិងគ្រឿងទេសពីការឆាគ្នាដែលកំណត់របស់ឡាយឬទេនេះគឺជាអ្វីដែលខ្ញុំចង់បានយើងអាចប្រើសាច់របស់សត្វចម្លែកជាអាហារដូច្នេះខ្ញុំប្រកាសថាយើងមិនអីទេមាននំប៉័ងដ៏ផ្សិតនិងអ្វីផ្សេងទៀតនៅលើដីប៉ុន្តែការដាក់សាច់របស់សត្វដ៏គួរឲ្យខ្លាចបែបនេះចូលទៅក្នុងមាត់របស់ឡាយគឺគ្រាន់តែអរគុណណាស់សម្រាប់ពេលនេះខ្ញុំនឹងធ្វើឲ្យ Ultimate Gacha របស់ខ្ញុំសកម្មជាបន្តបន្ទាប់ដើម្បីយកអាហារមកឲ្យខ្ញុំរំលងកម្រិតចូលយើងនឹងរំលងកម្រិតភ្លាមនៅពេលដែលយើងញ៉ាំអាហាររួចដំបូងចូលយើងតម្រង់ទៅកម្រិត 1000 ដើម្បីជៀសវាងការស្លាប់ភ្លាមតោះទៅគិតថាអ្នកអាចធ្វើវាបានឆ្ងាញ់ណាស់ខ្ញុំសប្បាយចិត្តដែលវាសមនឹងរសជាតិរបស់អ្នកហើយអ្វីផ្សេងទៀតសុទ្ធតែឆ្ងាញ់ខ្ញុំមិនដែលញ៉ាំនំប៉័ងបែបនេះពីមុនមកទេអញ្ចឹងចូលយើងចាប់ផ្ដើមរឹងមាំឆ្លាតនិងជាចុងភៅដ៏ល្អម៉ៃពិតជាអស្ចារ្យណាស់ទេដូច្នេះរូបរាងកម្លាំងសម្ភារៈនិងអ្វីផ្សេងទៀតខ្សែវេទមន្តដែលខ្ញុំបង្វិលគឺជាខ្សែស្រឡាយដែលបង្កើតឡើងដោយអំណាចវេទមន្តហើយត្រូវបានផ្លាស់ប្ដូរតាមឆន្ទៈដោយការរៀបចំវេទមន្តដូច្នេះហើយជាអ្វីដែលអ្នកបានប្រើដើម្បីធ្វើកំរាលព្រំនិងក្រែដែលខ្ញុំបានគេងនៅខាងក្នុងដោយពណ៌សទាំងអស់នោះគឺសត្វចម្លែកដែលត្រូវបានចាប់បានដែលបានវាប្រហារយើងចាឡៃសូមគប់ធំថ្មធ្វើវាពីចម្ងាយប្រសិនបើខ្ញុំប្រើអតិមេកាចាតែអ្នកប្រកាសទេអាវុធដ៏ខ្លាំងជាងថ្មនឹងចេញមកទោះបីជាខ្ញុំនៅក្បែរអ្នកក៏ដោយខ្ញុំចង់ឲ្យអ្នកធ្វើប្រហែសទេជាការពិតណាស់វានឹងកើតឡើងហើយខ្ញុំមិនចង់ឲ្យមានអ្វីកើតឡើងចំពោះអ្នកទេប៉ុន្តែអ្នកនៅកម្រិត15ប៉ុណ្ណោះគឺឡាយនេះហាក់ដូចជាការការពារហួសហេតុពេកប៉ុន្តែខ្ញុំសុំទោសទុកឲ្យតែផលវិបាកខ្ញុំប្រហែលជាស្លាប់ដោយសារការវាយប្រហារតែម្នាក់ឯងខ្ញុំប្រហែលជាស្លាប់ដោយសារផលវិបាកនៃការវាយប្រហារដោយសត្វចម្លែកដែលមានកម្រិតលើសពី 1000 ដោយពិចារណាលើចំណុចនេះវាជារឿងធម្មតាទេដែលត្រូវប្រុងប្រយ័ត្នខ្លាំងពេកអំពីសុខភាពអរគុណចំពោះការឆ្លើយតបដ៏សប្បុរសរបស់អ្នកខ្ញុំនឹងគប់ដុំថ្មពីចម្ងាយឆ្ងាយដោយតែអ្នកបានណែនាំសម្រាប់ការព្រួយបារម្ភអំពីសុខភាពរបស់ខ្ញុំយល់ហើយបន្ទាប់មកចូលចាប់ផ្ដើមជាមួយអ្វីដែលនៅជិតបំផុតប្រភេទដូចគ្នានឹងសត្វចម្លែកដែលបានវាយប្រហារអ្នកនៅទីនេះសត្វចម្លែកដំបូងគឺពស់នរកជាសត្វចម្លែកកម្រិត 1000 នេះជាការចាប់ផ្ដើមឡាយនៅក្នុងរូងនោះមានសត្វចម្លែកមួយក្បាលដែលបានវាយប្រហារអ្នកពេលអ្នកកំពុងគេងឡាយខ្ញុំវាពិបាកបោះមែនហើយអ្នកនិយាយត្រូវមិនចាំបាច់ស្ទាក់ស្ទើរទេ
ឬមានចិត្តមេត្តាទេប៉ុន្តែរឿងសំខាន់គឺជាការពិតដែលខ្ញុំបានវាបង្ហាញសត្វចម្លែកនោះជាការពិតណាស់ការខូចខាតនឹងមានច្រើនបាត់ពិសោធន៍ខ្ញុំមិនដឹងថាវាដំណើរការយ៉ាងម៉េចទេដូច្នេះសូម្បីតែអ្នកព្យាបាលនិងអ្នកស៊ើបការនៅខាងក្នុងកងការពារខាងក្រោយក៏អាចទទួលបានបទពិសោធន៍ដែរប៉ុន្តែចំណុចបទពិសោធន៍ដែលសត្វចម្លែកនាំមកត្រូវបានចែកចាយទៅតាមការប្រយុទ្ធរបស់មនុស្សនោះវិធីសាស្ត្រនេះត្រូវបានគេហៅថាការកាន់ចាត់ទុកថាវាជាការហាមឃាត់ការវាយប្រហារតូចៗពីភាគីអ្នកផ្សងព្រេងម្នាក់ទៀតខ្ញុំគិតថាម៉ៃកំពុងព្យាយាមជួយខ្ញុំដោយប្រើវិធីសាស្ត្រនេះខ្ញុំមិនបានបង្កការខូចខាតអ្វីទេប៉ុន្តែខ្ញុំអាចតាក់ទាញចំណាប់អារម្មណ៍របស់វាបានដើម្បីទទួលបានបទពិសោធន៍បន្ថែមបន្តិចបន្តួចនេះបន្ទាប់មកខ្ញុំនឹងបញ្ចប់វានាងបានកំចាត់បេសាយកម្រិត1000ភ្លាមលយណាហាអូខ្ញុំនឹងពិនិត្យមើលឡាយតើ level របស់អ្នកបានឡើងហើយឬនៅ level 70ខ្ញុំទទួលបាន55 level នៅក្នុងពេលតែមួយម៉ៃនេះពិតជាអស្ចារ្យណាស់ម៉ៃសូមអបអរសាទរខ្ញុំមិនអាចជឿថាខ្ញុំទទួលបាន level ប៉ុន្មានទេយើងទើបតែចាប់ផ្ដើមទេប៉ុន្តែចូលយើងបន្តទៅមុខទៀតឡាយ